សម្រាប់ខ្ញុំវិស័យសិល្បៈខ្ញុំចូលតាំងពី2013-14មកហើយហ្នឹងហើយតែប៉ុន្តែថាមុនហ្នឹងក៏បានដែរគ្រាន់តែថា2013-14ហ្នឹងយើងរៀងធំយើងរៀងដឹងក្តីច្រើនហើយតែថាមកចូលយូរមុនហ្នឹងទៀតវាតែយើងចូលប្រកួតចូលអីទៅកម្មវិធីផ្សេងៗអញ្ចឹងណាហ្នឹងហើយចុះពីមុនមកឆាចាប់ផ្ដើមថត content ខ្ញុំមកឬក៏យើងធ្វើអីវិញជាដំបូងខ្ញុំជាអ្នករាំយើងរាំ K-pop ក្រុមអញ្ចឹងហើយយើងថតតាម event ផ្សេងៗ event សាលា event អញ្ចឹងណាហើយយើងថត dance cover K-pop អី pop ទៅលើ YouTube ទៅលើ Facebook អីចឹងទៅហ្នឹងហើយតែបន្ទាប់មកបាន COVID មកយើងនៅផ្ទះយើងថត TikTok ហ្នឹងហើយយើងធ្វើ TikTok វីដេអូថតអីចឹងទៅចា content មួយណាឬក៏ដូចថាជំនាញសិល្បៈមួយណាដែលឆាមើលឃើញខ្លួនឯងល្បីខ្លាំងនៅក្នុងមុខជំនាញមួយហ្នឹងដែលខ្ញុំគិតថាដែលខ្ញុំទទួលបានល្បីហ្មងគឺពេលខ្ញុំធ្វើ content creator ពេលដែលយើងកាត់តវីដេអូផ្នែកបែងភាគយើងអូយបែងភាគទៀតហ្នឹងហើយបែងភាគបែងអីអញ្ចឹងណាអូវីដេអូយើងបែងទៅជាមនុស្ស5 6នាក់ហ្នឹងតន្ត្រីកូនភ្លោះគេមានឈ្មោះគេតន្ត្រីកូនភ្លោះហ្នឹងហើយអញ្ចឹងណាហើយបន្ទាប់មកយើងធ្វើវីដេអូតែងខ្លួនលើសឈ្នះផ្សេងទៅតាមបនទីនៅដូចអុំទុកអុំអីចឹងយើងមានសក់ធំសក់អីអញ្ចឹងហ្នឹងហើយហើយបន្ទាប់មកបានមួយរយៈក្រោយនេះឆ្នាំប្រហែលជាហ្នឹងហើយមួយឆ្នាំនេះយើងfocus មកលើចម្រៀងហ្នឹងហើយយើង focus មកថាយើងជា artist អញ្ចឹងទៅចា